រឿងពួកភិក្ខុកសំពីព្រះសាស្តាទ្រង់បានប្រារព្ធពួកភិក្ខុកសំពីពួកភិក្ខុកសំពីទាំងនោះជាដំបូងគ្រាន់តែចោទគ្នានឹងអាបត្តិតូចតាចប៉ុណ្ណោះឯងតែដល់ក្រោយមកក៏កើតមានវិវាទឆ្លោះប្រកែកគ្នាទៅជារឿងធំដុំឡើងទោះបីជាព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ហាម5យ៉ាងណាក៏ដោយក៏ភិក្ខុទាំងនោះមិនព្រមធ្វើតាមព្រះឱវាទរបស់ព្រះអង្គឡើយកាលបើយ៉ាងនេះហើយព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបច្បាស់ក្នុងព្រះតីថាប្រកាសជាមិនបានប្រយោជន៍អ្វីឡើយទើបព្រះអង្គទ្រង់ស្ដេចយាងចេញឆ្ងាយពីពួកភិក្ខុកសំពីទាំងនោះទៅគង់ចាំព្រះវស្សានៅក្នុងព្រៃរកតវ័នតែមួយព្រះអង្គកែងគុតចំណែកកាលក្រោយមកពួកពុទ្ធបរិស័ទបានថ្កោលទោសពួកភិក្ខុទាំងនោះពួកភិក្ខុទាំងនោះបានដឹងកំហុសរបស់ខ្លួនក៏បានចូលទៅរកព្រះអនន្តថេរឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ហើយទូលសុំឲ្យព្រះអង្គស្ដេចយាងត្រឡប់មកវិញព្រះសាស្តាទ្រង់បានទទួលពាក្យរបស់ភិក្ខុកសំពីទាំងនោះហើយទើបស្ដេចយាងវិលត្រឡប់មកវិញទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះឲ្យមានសេចក្តីព្រមព្រៀងគ្នាចេះស្រឡាញ់គ្នាកុំឲ្យមានការឈ្លោះទាស់ទែងនឹងគ្នាឯងទៅទៀតដោយព្រះធម្មិកថាទីឃាវជាតបហើយទ្រង់ត្រាស់នៅព្រះគាថានេះថាពួកជនទាំងឡាយដទៃក្រៅអំពីបណ្ឌិតតែងមិនដឹងខ្លួនថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះឡើយចំណែកឯជនទាំងឡាយណាក្នុងកណ្ដាលជំនុំនៃពួកនេះដឹងខ្លួនច្បាស់ថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះការឈ្លោះប្រកែកគ្នាទាំងឡាយរមែងរងាប់អំពីជនទាំងឡាយនោះ